សួស្តីថ្ងៃនេះខ្ញុំមកបង្ហាញវីដេអូពីការធ្វើប៊ឺពងមាន់ញ៉ាំជាមួយនឹងនំប៉័ងអាំងស្រួយចាមានពងមាន់3គ្រាប់មានប្រេងឆាចំណុះ150 ml ស្ករស2ស្លាបព្រាបាយហើយអំបិលកន្លះចុងស្លាបព្រាកាហ្វេគ្រឿងផ្សំមានតែ4មុខទេតែទីនេះសំខាន់បំផុតក្នុងការធ្វើប៊ឺពងមាន់ហ្នឹងគឺយើងផ្ទេពងមាន់ហ្នឹងយកផ្នែកក្រហមចាយកផ្នែកក្រហមតែកុំឲ្យជាប់ពណ៌សឲ្យសោះកាលណាជាប់ពណ៌សគឺប៊ឺរបស់យើងឆ្អាបហើយរាវទៀតអញ្ចឹងបងប្អូនចាយកតែផ្នែកក្រហមសុទ្ធបន្ទាប់មកយកវាមកបំបែកវាយបែបនេះមកសបកសិនណាប្រហែលជា2នាទីឲ្យវាឡើងខាប់ហើយគឺយើងចាក់ប្រេងចូលម្ដងតិចបងប្អូនចាក់ម្ដងបន្តិចរហូតចាយើងវាយបែបនេះចឹងយើងចាប់ផ្ដើមមើលបងប្អូនបើសិនជាឃើញប្រេងប៊ឺរបស់យើងហើយនឹងប្រេងនឹងចាប់ផ្ដើមខាប់ល្មួតចូលគ្នាមានន័យថាយើងធ្វើប៊ឺនឹងបានជោគជ័យហើយតែបើសិនជាប៊ឺនឹងឡើងរាវក៏ឃ្លោកអត់ទៅមុខសោះវាយមិនក៏វាអត់ខាប់ណាអានឹងមានន័យថាប៊ឺយើងអត់ជោគជ័យទេគឺខូចហើយអញ្ចឹងខ្ញុំចាប់ផ្ដើមវាយប៊ឺនេះបងប្អូនឃើញវាឡើងខាប់ទៅហើយបើយើងចង់បានប៊ឺនឹងកាន់ច្រើនដាក់ប្រេងកាន់តែច្រើនប៉ុន្តែអត់ទេបងប្អូនយើងធ្វើញ៉ាំខ្លួនឯងនៅផ្ទះអញ្ចឹងប៊ឺ3គ្រាប់ហើយនឹងប្រេងចំណុះ150 ml ហ្នឹងគឺឈ្ងុយឆ្ងាញ់ហ្មងបន្ទាប់មកយើងថែមអំបិលចូលបងប្អូនថែមអំបិលចូលយើងវាយវាយវាទៀតហើយបន្ទាប់មកយើងដាក់ស្ករសបើសិនជាយើងមានម្សៅស្ករវាវាយលឿនជាងស្ករយើងនេះទៀតតែខ្ញុំអត់មានម្សៅស្ករខ្ញុំមានស្ករសយើងធម្មតាធ្វើម្ហូបហ្នឹងបងប្អូនខ្ញុំយកមកវាយវាបន្ទាប់មកខ្ញុំចាក់ប្រេងឆាហ្នឹងចូលទៀតវាយរហូតដល់វាឡើងល្មួតហើយវាឡើងថ្លាហ្មងបងប្អូននេះខ្ញុំចាក់អស់ហើយចាប់ផ្ដើមវាយដល់ដំណាក់កាលចុងក្រោយគឺវាខាប់បែបនេះខ្ញុំចូលចិត្តញ៉ាំប៊ឺខាប់បែបហ្នឹងតែក៏មានតិចនិចធ្វើសម្រាប់អ្នកចូលចិត្តប៊ឺបែបរាវជាងហ្នឹងក៏មានដែរប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញពីរបៀបធ្វើប៊ឺខាប់វាយវាឡើងល្មួតបែបហ្នឹងបងប្អូនយើងចាក់ចូលក្នុងទូទៅទុកញ៉ាំបានរយៈពេល3អាទិត្យដល់1ខែកន្លះបងប្អូនយកទៅដាក់ក្នុងទូទឹកកកញ៉ាំបានយូរមែនតើបន្ទាប់មកយើងយកមកបៀកញ៉ាំជាមួយនឹងនំប៉័ងស្រួយឆ្ងាញ់ហើយយើងអាចយកទៅញ៉ាំជាមួយនំប៉័ងបៀកជាមួយសាច់គោអាំងក៏បានដែរអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយទៀតណាបាយបាយអរគុណច្រើន